និទានជាដករឿងវណ្ណៈបានលបត់ការក្លាហានរបស់នាយកជនអាចផ្ចាញ់សត្រូវបានងាយក្នុងការដែលកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរព្រះរាណសីសម័យនោះព្រះបរមពោធិសត្វនៃយើងទ្រង់សោយព្រះជាតិនៅក្នុងត្រកូលនៃបុគ្គលអ្នករក្សាព្រៃម្នាក់ដល់ពេលចម្រើនវ័យហើយមានបុរសចំនួន500នាក់ជាបរិវារបានជាធំជាងត្រកូលទាំងឡាយដែលអាស្រ័យនៅក្បែរដងព្រៃមួយជាអ្នកដែលស៊ីឈ្នួលជូនពួកអ្នកដំណើរដែលឆ្លងកាត់ដងព្រៃនោះបានន័យថាព្រះបរមពោធិសត្វគឺជាអ្នកស៊ីឈ្នួលជូនតាណាគេនៅក្នុងសម័យនោះគឺព្រៃដែលស្រោងធំហើយស្ងាត់អញ្ចឹងបើអ្នកណាចង់ត្រូវការឆ្លងតាណាទៅណាទៅណីឆ្លងកាត់ព្រៃហ្នឹងតើតើមានអ្នកជូនណាអញ្ចឹងព្រះបរមពោធិសត្វគឺជាអ្នកជូនតាណាមិនតែប៉ុណ្ណោះគឺព្រះបរមពោធិសត្វនេះមិនមែនមានតែគាត់ម្នាក់ឯងទេគាត់មានបរិវារជាច្រើនដល់ទៅចំនួន500នាក់ទៀតណាដល់ពេលថ្ងៃមួយសត្ថវេហបុត្រនៅឯក្រុងនគរពរាណសីក៏បានបរទេះចំនួន500មកដល់ស្រុកនោះហើយក៏បានហៅព្រះបរមពោធិសត្វមកនិយាយថាមនាលសម្លាញ់អ្នកចូលយកប្រាក់ចំនួន1000រៀលហើយសូមជូនចម្លងខ្ញុំឆ្លងឲ្យផុតអំពីដងព្រៃនេះព្រះបរមពោធិសត្វកាលបើបានទទួលរង្វាន់នោះហើយក៏តាំងចិត្តលែងភិតភ័យលះកាត់នៅសេចក្តីអាល័យក្នុងជីវិតរបស់ខ្លួនក្នុងដំណើរដែលប្រកបដោយភ័យដ៏ពន្លឹកទើបជូនសត្ថវេហបុត្រឆ្លងកាត់ព្រៃនោះទៅក្នុងខណៈនោះក៏មានចៅចំនួន500នាក់ធ្វើជំរុំពួនសំងំនៅកណ្ដាលព្រៃដើម្បីស្កាត់ចាំប្លន់ពួករទេះអញ្ចឹងព្រះបរមពោធិសត្វកំពុងតែជូនអ្នកដំណើរទៅណាចៅទាំងនោះបានឃើញរទេះចំនួន500បរទៅដល់ហើយក៏នាំគ្នាស្ទុះចូលទៅប្លន់ឯអ្នកបររទេះបានឃើញពួកចៅនោះក៏ភិតភ័យលោតរត់ចោលរទេះទៅពួនសំងំអស់ទៅនៅសល់តែព្រះបរមពោធិសត្វតែម្នាក់ឯងគឺព្រះបរមពោធិសត្វឥតមានភ័យតក់ស្លុតរន្ធត់សោះឡើយក៏ខ្លែងនៅសេចក្តីក្លាហានធ្វើនៅសេចក្តីក្លាហានណាស្រែកសន្ធប់បន្លឺសំឡេងសូរស័យហនាតធ្វើហាក់ដូចជាមានគ្នាច្រើនណាស់បានវាយគុំឈើធ្វើឲ្យចៅភិតភ័យរត់បាត់ទៅអស់ទើបជូនសត្ថវេហបុត្រឆ្លងកាត់ព្រៃនោះបានដោយសិរីសួស្តីចំណែកឯនាយឈ្មួញរទេះកាលបើបានរួចអំពីទុក្ខភ័យហើយក៏បានទៅដល់ទីក្សេមក្សាន្តហើយក៏បានដាក់រទេះក្នុងតំបន់មួយបានអញ្ជើញព្រះបរមពោធិសត្វឲ្យបរិភោគភោជនាហារលុះបរិភោគហើយក៏បានសួរព្រះបរមពោធិសត្វថាណែមនាលសម្លាញ់ក្នុងពេលដែលចៅចំនួន500នាក់សុទ្ធតែការខូខើកាន់អាវុធគ្រប់ដៃស្ទុះចូលមកគំរាមប្លន់ហេតុអ្វីបានជាសម្លាញ់នៅតែក្លាហានឥតមានភ័យតក់ស្លុតសោះព្រះបរមពោធិសត្វបានប្រាប់ថាមនុស្សដែលធ្វើជានាយកលើគេត្រូវតែមានចិត្តក្លាហានមានអំណត់តស៊ូនឹងឧបសគ្គទាំងពួងមិនត្រូវសោកស្ដាយជីវិតមិនត្រូវគិតប្រយោជន៍ផ្ទាល់ខ្លួនទាំងមិនត្រូវមើលបំណាំគ្នាឡើយត្រូវជួយការពារផ្ដល់ប្រយោជន៍ឲ្យគ្នាជាដរាបព្រះបរមពោធិសត្វក្រោយពីបានសម្ដែងនៅសេចក្តីក្លាហានភាពដែលជាអ្នកដឹកនាំភាពជាអ្នកដែលជាប្រធានគេដូច្នេះហើយក៏វិលទៅកាន់លំនៅរបស់ខ្លួនវិញទៅ